នេះពិតជាការលេងហ្គេមដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីផ្សងព្រេងក្នុងព្រៃព្រោះអ្នកប្រមាញ់នឹងចង់ភើហូបឆ្ងាញ់ខ្លាំងណាស់មួយមុខទៀតគឺសាច់ជ្រូកងៀតដែលធ្វើដោយផ្សែងភ្លើងនិងសាច់អាំងជាមួយទឹកទំពាំងបាយជូរអែមដែលចង់ភើធ្វើដោយដៃយ៉ាងប៉ិនប្រសប់គ្រប់ម៉ាត់ដែលខំធ្វើឲ្យអ្នកចង់ញ៉ាំរហូតស្រក់ទឹកមាត់ក្រៅពីនេះក៏មានស៊ុបគ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់បង្គាយអាំងជាមួយទឹកជ្រលក់មិនដឹងស្មានថាជាអាហារមិនឆ្ងាញ់ទេតាមម៉ូស៊ីកូណានបានបង្កើតព្រៃភ្លៀងដ៏ស្រស់ស្អាតមិនត្រឹមតែមានសត្វកំពូលជាច្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានប្រូតេអ៊ីនចល័តរាប់មិនអស់ទៀតផងដែរអាចនិយាយបានថាជីវិតគ្រប់យ៉ាងរីកដុះដាលអ្នកប្រមាញ់នឹងចង់ភើយកតែឧបករណ៍សង្គ្រោះជីវិតមូលដ្ឋានបំផុតដើម្បីប្រឈមមុខនឹងវាហើយដូចដែលយើងដឹងស្រាប់ហើយថាអ្វីដែលសំខាន់បំផុតនៅក្នុងការរស់រានមានជីវិតគឺធនធានបន្ទាប់មកអ្នកប្រមាញ់បាននិយាយថាចង់ភើចាំកត់ត្រាទុកខ្ញុំនឹងធ្វើការកែសម្រួលផែនការយើងត្រូវរកកន្លែងបោះជំរំដែលនៅឆ្ងាយពីសត្វព្រៃហើយនៅជិតប្រភពទឹកនិយាយចប់ក៏នាំចង់ភើដើរចូលទៅក្នុងព្រៃដោយមិនងាកក្រោយប៉ុន្តែដោយសារគ្មានផែនទីនិងត្រីវិស័យសម្រាប់នាំផ្លូវពួកគេទាំងពីរនាក់បានដើរអស់ពេលកន្លះថ្ងៃនៅតែដើរវង្វេងនៅក្នុងរ៉ៃដែលបូករួមទាំងភូមិសាស្ត្រដ៏ចោតនិងក្រុមខាងក្រោយផងដែលចង់ភើក៏ឆាប់អស់កម្លាំងជើងនិងអស់កម្លាំងមួយជំហានក៏ដួលផ្កាប់មុខធ្វើឲ្យគាត់ខឹងស្ទើរតែនិយាយភាសាអង់គ្លេសចេញមកតែសំណាងល្អបន្តដើរបានបន្តិចទៀតកយសំឡេងទឹកហូរមកដល់ត្រចៀកដើរតាមសំឡេងនោះឃើញមានអូមួយដែលធំគួរសំហូរស្ងាត់នៅក្នុងព្រៃទាំងពីរនាក់ក៏សម្រេចចិត្តភ្លាមថានឹងបោះជំរំនៅទីនេះជុំវិញនោះមានដើមឈើសេអាយុ10ឆ្នាំដែលជាសម្ភារៈសំណង់ដ៏ល្អឥតខ្ចោះសម្រាប់សាងសង់ជំរកភារកិច្ចនេះប្រគល់ឲ្យអ្នកប្រមាញ់ចំណែកចង់ភើយកឆ្នាំងដែកមកមាត់អូដើម្បីរកគ្រឿងផ្សំធ្វើអាហារពេលល្ងាចគាត់ចាប់ដើមលើកថ្មនឹកនងអូមិនយូរប៉ុន្មានក៏ចាប់បានក្តាមដែលលាក់ខ្លួននៅទីនោះហើយមួយចំនួនទៀតក៏ធំដែរមិនចំណាយពេលច្រើនទេធ្វើឲ្យចុងភើចាប់បានក្តាមពេញមួយឆ្នាំងក៏ត្រឡប់ទៅជំរុំវិញនៅតាមផ្លូវគាត់ក៏បានរកឃើញដើមឈើហួយសៀងដែលជាវត្ថុធាតុដើមកំបោរនៅក្នុងព្រៃសម្រាប់យកមកធ្វើឲ្យក្តាមបាត់ក្លិននិងបន្ថែមរសជាតិគឺស័ក្តិសមបំផុតភ្លាមនោះក៏ខ្ចប់យកទៅខ្លះចំណែកឯអ្នកប្រមាញ់ក៏ជាអ្នកធ្វើគាត់បានសាងសង់ជំរកចិត្តរួចរាល់ហើយឃើញមានសាច់អ្នកប្រមាញ់សប្បាយចិត្តដូចក្មេងអាយុ4ឆ្នាំប្រញាប់បង្កាត់ភ្លើងធ្វើម្ហូបចុងភើយកក្តាមដាក់ក្នុងមុខហើយប្រគល់ឲ្យអ្នកប្រមាញ់រក្សាទុកខ្លួនឯងក៏ចាប់ផ្ដើមរៀបចំគ្រឿងផ្សំផ្សេងទៀតនរណានឹងដឹងថាអ្នកប្រមាញ់ដែលធ្វេសប្រហែសក៏ស្រែកនៅក្បែរនោះគឺថាក្តាមវាពេញដីអស់ហើយចុងភើក៏ប្រញាប់ទៅជួយចាប់ទីបំផុតភ្នែកក៏ស្រវាំងមិនប្រយ័ត្នក៏យកកាំបិតមុតដៃអ្នកប្រមាញ់ឈាមក៏ហូរចេញមកភ្លាមហេតុការណ៍នេះធ្វើឲ្យគាត់ស្ដីបន្ទោសខ្លួនឯងប៉ុន្តែសំណាងល្អអ្នកប្រមាញ់ស្បែកក្រាស់មិនអីទេរបួសក៏ស្រាលហើយក៏សាំនឹងការធ្វើបែបនេះចំណែកដើម្បីសងសឹកខ្លួនឯងចុងភើគិតថានឹងធ្វើម្ហូបឆ្ងាញ់ដាក់ក្តាមចូលក្នុងឆ្នាំងដែកដែលកំពុងដាំលើភ្លើងខ្លាំងបន្ទាប់មកដាក់ហួយសៀងដែលហាន់រួចចូលទៅដាំឲ្យពុះមួយមុខទៀតគឺស៊ុបក្តាមដ៏ឈ្ងុយឆ្ងាញ់ត្រូវបានធ្វើរួចរាល់ពេលនោះអ្នកប្រមាញ់ក៏បងរបួសរួចរាល់ហើយបារម្ភថាចុងភើនឹងបន្ទោសខ្លួនឯងអ្នកប្រមាញ់ក៏និយាយលេងសើចថាចុងភើមានកាំបិតរសជាតិឆ្ងាញ់បើខ្ញុំនិយាយអ្នកប្រមាញ់គួរតែយល់ព្រមតាមគាត់ទៅបន្ទាប់មកអ្នកប្រមាញ់ក៏ប្រញាប់ភ្លក់មួយចានភ្លក់ហើយសាច់ញាតិក៏ស្រស់ស្រាយហើយក៏បើកចំណងអាហារដែរភ្លាមនោះក៏លេបចូលទៅក្នុងបំពង់ហើយក៏ស្រឡាញ់ពេលវេលាក៏ឈានដល់ថ្ងៃទី2អ្នកប្រមាញ់ក៏ស្ពីធ្នូចេញទៅបរបាញ់ដើរក្នុងព្រៃប្រហែលជាងកន្លះម៉ោងក៏ឃើញសត្វចាប់ព្រៃមួយក្បាលនៅលើដើមឈើគាត់ក៏មិននិយាយអ្វីច្រើនគ្រាន់តែបាញ់មួយគ្រាប់គឺស្អាតណាស់ប៉ុន្តែមិនដឹងថាដោយសាររបួសដៃក៏យ៉ាងណាព្រួយតែបាញ់ចេញបែរជាហោះខុសគោលដៅសំបីតែប៉ះចាប់ព្រៃក៏មិនមានវិធីអ្វីក្រៅពីត្រឡប់ទៅជំរុំវិញទេចុងភើក៏មិនបានធ្វើស្លាបព្រាសម្រាប់ញ៉ាំដែរឃើញដូច្នេះហើយអ្នកប្រមាញ់ក៏ស្នើឲ្យទៅបរបាញ់សម្រាប់រឿងនេះគាត់ក៏បានសុំចុងភើបង្រៀនពីរបៀបប្រើជំពាមកៅស៊ូមិននឹកស្មានថាចុងភើមានការយល់ដឹងខ្ពស់ដែលគ្រាន់តែប៉ុន្មាននាទីក៏រៀនចេះពីខ្លឹមសារមិននិយាយច្រើនទេទៅបរបាញ់សាកល្បងចាប់សត្វមួយសិនទើបតែដើរចូលទៅក្នុងព្រៃក៏ឃើញមានសត្វចាប់ព្រៃមួយកំពុងហាលថ្ងៃចុងភើក៏ទាញជំពាមកៅស៊ូហើយបាញ់ចូលទៅក្នុងបំពង់ក៏ភ្លាមនោះក៏ចំគោដែលគាត់មិននឹកស្មានថាគាត់ពិតជាបាញ់ត្រូវមែនគ្រាន់តែសោកស្ដាយនៅពេលដែលសត្វធ្លាក់នៅកន្លែងដែលព្រៃក្រាស់ធ្វើឲ្យចុងភើចូលទៅរកយូរហើយក៏រកមិនឃើញដល់ពេលដែលចិត្តស្រស់ស្រាយនោះបាត់ទៅគាត់ក៏លែងចាប់អារម្មណ៍នឹងការបរបាញ់ទៀតហើយត្រូវនិយាយថាបាញ់មិនត្រូវសត្វហើយរកមិនឃើញសាកសពទៀតដូច្នេះក្នុងពេលជាមួយគ្នានោះអ្នកប្រមាញ់ម្នាក់ទៀតក៏មានការរកឃើញថ្មីដែរឃើញនៅលើដើមឈើមានស្នាមជ្រូកព្រៃខំគាត់និយាយថាយ៉ាងណាក៏ត្រូវចាប់ឲ្យបានមួយក្បាលដែលគាត់ក៏ទាញធ្នូប៉ុន្តែមិនដឹងថាអន្ទាក់ឬក៏ខុសដោយចៃដន្យគាត់ដាក់អន្ទាក់នៅកន្លែងដែលជ្រូកព្រៃចេញចូលដោយប្រើកាហ្វេជីនុយហើយអ្វីដែលនៅសល់គឺទុកឲ្យពេលវេលាចុងភើនៅក្នុងព្រៃរកមួយជុំហើយក៏ឆាប់រកឃើញរបស់មួយចំនួនដែលដុះនៅលើដើមឈើគឺបន្លែបៃតងធំអ្នកស្រុកហៅវាថាដំឡូងព្រៃបកសម្បកចេញខាងក្នុងសុទ្ធតែជាផ្លែឈើដែលសម្បូរទៅដោយម្សៅយកមកធ្វើជាអាហារគឺស័ក្តិសមបំផុតបន្ទាប់មកគាត់ក៏រកឃើញដំឡូងមួយប្រភេទទៀតតាមដែលគាត់និយាយថារបស់នេះគឺដូចជាបន្លែដែរក្រៅពីនេះចុងភើក៏បានរកឃើញបន្លែព្រៃមួយចំនួនទៀតលើកនេះមិនផ្អែមមិនជូរវីតាមីន C ខ្ពស់ជាងសាច់គោរាប់សិបដងទាំងអស់វេចខ្ចប់យកទៅជំរុំដើម្បីធ្វើម្ហូបឆ្ងាញ់រហូតដល់អ្នកប្រមាញ់ត្រឡប់មកជំរុំវិញដោយដៃទេអាហារពេលល្ងាចក៏ទើបតែរួចរាល់ចុងភើបានអញ្ជើញអ្នកប្រមាញ់ឲ្យមកញ៉ាំអាហារចុងក្រោយជាមួយគ្នាអ្នកប្រមាញ់លើកស្លាបព្រាមួយស្លាបព្រាដាក់ចូលក្នុងមាត់ភ្លាមនោះក៏សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ណាស់ហើយសួរថាអ្នកប្រមាញ់ជាអ្នកធ្វើម្ហូបដាក់ម្ទេសទេញ៉ាំទៅជូរហិតឆ្ងាញ់ណាស់ចុងភើហើយថាអូយខ្ញុំក៏មិនបានដាក់ម្ទេសដែរនិយាយហើយក៏ភ្លក់មួយមាត់ថាម៉េចក៏មានក្លិនទឹកដោះគោដែរតតែគាត់ភ្លក់ក្នុងមាត់ទើបដឹងថាហិតទាំងពីរអ្នកទើបដឹងខ្លួនថាគឺដាក់ម្ទេសនឹងហើយចុងភើនឹងច្បាស់ជាពលហើយមិនមែនក្រោយមកទើបដឹងថាចុងភើច្រឡំទេផ្នែកដែលអាចញ៉ាំបានគឺមើលទៅយប់នេះត្រូវអត់ឃ្លានទៀតហើយពេលវេលាក៏មកដល់ថ្ងៃទី3ឃើញចុងភើដូចជាឃ្លានខ្លាំងណាស់ហើយក៏ខ្លាចចុងភើសន្លប់ទៀតទើបអ្នកទាំងពីរសម្រេចចិត្តចុះផ្ទាល់ខ្លួនប្រើទំពាំងបាយជូរព្រៃស្ងោរទឹកក្តៅមួយកែវដើម្បីបន្ថែមថាមពលបន្តិចបន្តួចគេថាគ្រោះថ្នាក់ធំមិនស្លាប់នឹងមានសំណាងល្អពេលពិនិត្យអន្ទាក់អ្នកទាំងពីរក៏ជួបសត្វមួយក្បាលកំពុងដេកលក់ស្រួលនេះធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងណាស់លួចដើរទៅមុខដៃលើកាំបិតកាប់ភ្លាមធ្វើឲ្យវាស្លាប់ភ្លាមត្រឡប់ទៅជំរុំវិញក៏មិនភ្លេចលេងសើចជាមួយចុងភើដែរ
ឃើញចុងភើភ័យស្លន់ស្លោនេះទើបពេញចិត្តពេញខ្លាំប្រគល់សត្វព្រៃឲ្យគាត់ចុងភើមិនហ៊ានធ្វេសប្រហែសប្រញាប់ធ្វើការយ៉ាងលឿនមិនយូរប៉ុន្មានក៏បានម្ហូបដ៏ល្អឥតខ្ចោះមុនដំបូងយកស្រោមជើងដែលប្រឡាក់គ្រឿងរួចហើយចាក់ចូលក្នុងឆ្នាំងហើយដូចមុនដែលដាក់ជីអង្កាមចូលស្ងោរមួយឆ្នាំងពីទឹកចំធ្វើដូច្នេះអាចបញ្ចេញក្លិនរបស់វាបានអតិបរមករសជាតិរបស់វាដូចសាច់មាន់ដែរញ៉ាំទៅស្រស់និងមានជាតិឈ្ងុយឆ្ងាញ់តែមានចំណុចខ្វះខាតគឺបរិមាណតិចពេកមិនអាចគ្រប់គ្រាន់សម្រាប់បុរស2នាក់ញ៉ាំទេមកដល់ថ្ងៃទី4នៃការប្រកួតប្រជែងអន្ទាក់ចាប់ជ្រូកព្រៃនៅតែគ្មានលទ្ធផលទាំងពីរនាក់គិតថាជ្រូកព្រៃប្រហែលជាមិនបានឆ្លងកាត់ផ្លូវនេះទេដូច្នេះក៏ត្រឡប់ទៅជំរុំវិញហើយពិភាក្សាជាមួយចុងភៅត្រៀមធ្វើអន្ទាក់កម្រិតខ្ពស់ជាងនេះទៀតទាំងពីរនាក់ក៏យកស្រុកគ្នាភ្លាមធ្វើភ្លាមដោយប្រើឫស្សីព្រៃពិសេសរបស់វាគឺភាពរឹងមាំទាំងពីរនាក់ចំណាយពេលមួយព្រឹកធ្វើទ្រង់រៀងចតុកោណកែងដាក់ក្តាមនិងទំពាំងបាយជូរចូលទៅក្នុងនោះជាចំណីទោះបីជាគោក្របីជីមឬអាគីណាសេះគ្រាន់តែទប់ចិត្តមិនបានចូលទៅញ៉ាំផលគឺមានតែជាប់ក្នុងនោះទេពេលវេលាមកដល់ថ្ងៃទី6ទាំងពីរនាក់ឃ្លានហូរទឹកភ្នែកអស់ហើយដៃអ្នកប្រមាញ់ដែលរបួសក៏ឈឺមិនឈប់ញ័រមិនឈប់លើកចុងក្រោយសង្ឃឹមថានឹងទៅពិនិត្យអន្ទាក់មិននឹកស្មានថាខាងក្នុងមានសត្វមួយក្បាលកំពុងលោតផ្លោះចុះឡើងព្រួយបារម្ភថាវានឹងតស៊ូដល់ទីបញ្ចប់អ្នកប្រមាញ់ឲ្យចុងភើកាន់ទ្វារលើកនេះដកកាំបិតចុងស្រួចចូលកាំបិតចេញដែលលើកកាំបិតកាប់បញ្ចប់ជីវិតជ្រូកព្រៃចុងភើក៏សប្បាយចិត្តខ្លាំងណាស់យ៉ាងហោចណាស់ក៏ជាគ្រឿងផ្សំកម្រិតខ្ពស់មិនមែនមានញឹកញាប់ទេដូច្នេះលើកនេះចុងភើត្រៀមធ្វើម្ហូបសាច់ជ្រូកទាំងមូលគាត់បែងចែកសាច់តាមផ្នែកផ្សេងគ្នាវិធីសាស្ត្រចម្អិននិងកម្ដៅក៏ខុសគ្នាដែរបន្ទាប់មកចេញទៅរកគ្រឿងផ្សំមិនយូរប៉ុន្មានគាត់ក៏រកឃើញគ្រឿងផ្សំដែលចង់បានគ្រឿងផ្សំពណ៌ក្រហមទាំងនេះគឺផ្លែឈើសម្រាប់ប្រឡាក់អាចប្រើសម្រាប់ប្រឡាក់សាច់ជ្រូកវេចខ្ចប់ខ្លះយកទៅជំរុំវិញចុងភើក៏កាត់សាច់ជើងមុខជាបន្ទះក្រាស់ដាក់ចូលក្នុងឆ្នាំងស្ងោររហូតដល់សងខាងឡើងពណ៌មាសបន្ទាប់មកចាក់ទំពាំងបាយជូរព្រៃចូលស្ងោរយឺតៗចំណែកសាច់ទ្រូងនិងឆ្អឹងជំនីគឺធ្វើរបៀបខុសគ្នាទាំងស្រុងដោយយកផ្លែឈើក្រហមមកកិនហើយប្រឡាក់មកលាបឲ្យសព្វលើសាច់ទ្រូងនិងឆ្អឹងជំនីផ្ទៃខាងលើឆ្អឹងជំនីដាក់ចូលក្នុងចង្អើរត្រីកោណធ្វើជាឆ្អឹងជំនីរងាតសាច់ទ្រូងត្រូវបានចងនៅលើដំបូលឈើហើយប្រើធ្យូងទឹកដែលស្រក់ចុះមកពីសាច់មើលទៅធ្វើឲ្យអ្នកស្រក់ទឹកមាត់ប៉ុន្តែអ្នកបរបាញ់គ្រាន់តែញ៉ាំសាច់មិនបានទេដូច្នេះក៏មកក្នុងព្រៃបេះបន្លែព្រៃមួយចំនួនដាក់លើភ្លើងអាំង1ម៉ោងក្រោយមកក៏ជាអាហារពីមុខដល់ពេលសាច់ជ្រូកអាំងផ្សែងតូចនឹងហើយញ៉ាំជាមួយបន្លែពោតស្រស់ទៀតគឺស្នាដៃរបស់ចុងភៅដែលធ្វើជាម្ហូបផ្លែព្រូនគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ហើយធ្វើឲ្យគេចង់ភ្លក់ភ្លាមមើលសាច់ដែលក្រាស់និងពេញនឹងដាក់ចូលក្នុងមាត់ទៅនឹងមានអារម្មណ៍ច្រើនទៀតសាច់ជ្រូកបំពងដែលឆ្ងាញ់ជ្រាបចូលទៅក្នុងក្លិនក្រអូបនៃទំពាំងបាយជូរពេលដាក់ចូលក្នុងមាត់ភ្លាមគឺឈ្ងុយខ្លាំងណាស់ហើយគុំនិយាយពីបរិមាណប្រូតេអ៊ីនដែលច្រើនជាងសាច់គោប៉ុន្មានដងទៀតទោះបីជាដំណើរការលំបាកខ្លាំងក៏ដោយប៉ុន្តែពេលបានញ៉ាំអាហារឆ្ងាញ់គឺសឹមនឹងកម្លាំងដែលត្រូវបានចំណាយហា